នៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអំពីរបៀបនៅក្នុងការបង្កើតគណនីជាមួយនឹង 24x Rental អញ្ចឹងដើម្បីឲ្យយើងអាចបង្កើតគណនី 24x Rental បានទាមទារឲ្យយើងចូលមកកាន់គេហទំព័ររបស់ 24x Rental ដោយវាយពាក្យថា 24x.rental ចូលទៅក្នុង browser ហើយចុច enter បងប្អូនត្រូវចាំថា rental មានអក្សរ S នៅខាងចុងបន្ទាប់ពីយើងចូលមកកាន់ platform របស់ 24x Rental គឺមានទម្រង់បែបនេះដល់ឡែកដើម្បីឲ្យយើងអាចបង្កើតគណនីបានទាមទារឲ្យបងប្អូនចុចទៅលើប៊ូតុង sign up សម្រាប់បងប្អូនដែលមានគណនីហើយបងប្អូនអាចចុចទៅលើពាក្យថា login ដល់ឡែកសម្រាប់វីដេអូនេះយើងនឹងបង្ហាញពីរបៀបនៅក្នុងការបង្កើតគណនីអញ្ចឹងខ្ញុំចុចទៅលើពាក្យថា sign up បន្ទាប់មកបងប្អូនអាចវាយបញ្ចូលឈ្មោះរបស់បងប្អូនឧទាហរណ៍ថាខ្ញុំឈ្មោះ David Su username របស់ខ្ញុំគឺ David Su ហើយនឹង email បាទបងប្អូនអាចវាយបញ្ចូល email របស់បងប្អូនបាទ Gmail ឬមួយក៏ email ផ្សេងៗដែលបងប្អូនកំពុងតែប្រើបន្ទាប់មកបងប្អូនដាក់លេខសម្ងាត់បញ្ជាក់លេខសម្ងាត់នេះគឺជាលេខសម្ងាត់សម្រាប់បងប្អូនដែលអាចចូលមកកាន់គណនី 24x Rental របស់បងប្អូនមិនមែនជាលេខសម្ងាត់ email របស់បងប្អូនទេអញ្ចឹងបងប្អូនអាចដាក់លេខសម្ងាត់អីដាក់ទៅបាទហើយបន្ទាប់មកគឺចុចពាក្យថា sign up នៅពេលដែលយើងចុចពាក្យថា sign up ដំណាក់កាលបន្ទាប់គឺទាមទារឲ្យបងប្អូនធ្វើការជ្រើសរើសយក tag ដើម្បី follow ឥឡូវឧទាហរណ៍ថាបងប្អូនចាប់អារម្មណ៍ condo សម្រាប់ជួលបងប្អូនអាច follow អានេះគឺបងប្អូនអាច follow ឬមួយក៏មិន follow វាមិនមានលក្ខខណ្ឌចាំបាច់ដែលតម្រូវឲ្យបងប្អូនត្រូវតែ follow នោះទេបន្ទាប់មកចុចពាក្យថា continue មកកាន់គេហទំព័ររបស់យើងហើយប៉ុន្តែនៅពេលដែលយើងបានបង្កើតគណនីហើយបងប្អូនឃើញនៅកន្លែងនេះគឺបងប្អូនឃើញឈ្មោះរបស់បងប្អូនបាទហើយនឹងឃើញមាន username របស់បងប្អូនបាទហើយនឹងកន្លែងនេះសញ្ញាកន្លែងនេះសញ្ញាព្រួយរាងមូលនេះគឺជាចំណុចសំខាន់ណាបងប្អូនសម្រាប់បងប្អូនដែលជាម្ចាស់អចលនទ្រព្យឬមួយក៏បងប្អូនដែលជាក្រុមហ៊ុនអចលនទ្រព្យឬជាភ្នាក់ងារអចលនទ្រព្យដែលមានបុគ្គលិកធ្វើការគឺបងប្អូនអាចចុចនៅកន្លែងនេះដើម្បីបង្កើតpage ថ្មីបានបាទដើម្បីបង្កើត business page ព្រោះបើសិននៅក្នុងករណីយើងអត់បង្កើត business page ទេយើងអត់អាចអាសាយើងអត់អាចបញ្ចូលបុគ្គលិកដើម្បីឲ្យគ្រប់គ្រង page របស់យើងបានទេដល់ឡែកបើសិននៅក្នុងករណីបងប្អូនដែលជាភ្នាក់ងារអចលនទ្រព្យដែលមានតែម្នាក់ឯងទេបងប្អូនអាចមិនចាំបាច់បង្កើត page ក៏បានដែរប៉ុន្តែអ្វីដែលជាsuggestion ឬមួយក៏ការលើកទឹកចិត្តពីខ្ញុំលើកទឹកចិត្តឲ្យបងប្អូនបង្កើត business page ដើម្បីងាយស្រួលនៅក្នុងការធ្វើការហើយនឹងគ្រប់គ្រងអាជីវកម្មរបស់បងប្អូនទៅថ្ងៃក្រោយអញ្ចឹងមុនពេលដែលយើងបង្កើត business page ខ្ញុំសូមណែនាំបន្តិចអំពី home page របស់ 24x Rental Discovery គឺបង្ហាញអំពី property ហើយនឹងព័ត៌មានជាច្រើនពាក់ព័ន្ធជាមួយនឹងអចលនទ្រព្យដែលកំពុងតែជួល Category គឺបង្ហាញអំពីប្រភេទអចលនទ្រព្យមួយដែលកំពុងតែដាក់ជួលបាទមានតាំងពី condo មានតាំងពី villa រហូតដល់ hotel ហើយនិង resort feature property គឺជា property ដែលកំពុងតែដាក់ជួលនៅក្នុងលក្ខខណ្ឌពិសេសណាមួយហើយនៅពេលដែលបងប្អូន scroll ចុះមកក្រោមបងប្អូននឹងឃើញ property មានន័យថាអចលនទ្រព្យនៅក្នុងទីក្រុងភ្នំពេញបាទហើយយើងឃើញពាក្យថា view all ដែលយើងអាចចុចមើល property ទាំងអស់ឧទាហរណ៍ថាបងប្អូនចុច view all ពេលនោះគឺនឹងបង្ហាញអចលនទ្រព្យដែលកំពុងតែដាក់ជួលនៅក្នុងទីក្រុងភ្នំពេញទាំងអស់អូខេយើងត្រឡប់មកទំព័រដើមវិញដោយចុចពាក្យថា discovery ហើយយើងអោសចុះមកក្រោមយើងឃើញមាន property នៅតំបន់សៀមរាបបាទហើយយើងឃើញ property នៅក្រុងព្រះសីហនុហើយនឹងបងប្អូនក៏អាចស្វែងរកអចលនទ្រព្យនៅតាមខេត្តផ្សេងទៀតបានដែរដល់ឡែកសម្រាប់ប៉ែកខាងឆ្វេងដៃនេះវិញគឺយើងឃើញមានពាក្យថា property មានន័យថាគឺជាអចលនទ្រព្យទាំងអស់បាទនៅពេលដែលយើងចុចពាក្យថា property វានឹងបង្ហាញអចលនទ្រព្យទាំងអស់ហើយកន្លែង My Rental Request នេះគឺសម្រាប់បងប្អូនអចលនទ្រព្យដែលជាភ្នាក់ងារអចលនទ្រព្យឬមួយក៏ម្ចាស់អចលនទ្រព្យដើម្បីគ្រប់គ្រងអតិថិជនជួលរបស់ខ្លួនបាទផលថាអតិថិជនបានសាកសួរព័ត៌មានជួលគឺវានឹងបង្ហាញនៅក្នុងផ្ទាំងមួយនេះបាទ My Rental Request My Profile គឺជាកន្លែងដែលអាចឲ្យបងប្អូនអាចកែព័ត៌មានដាក់រូបភាពបាទយើងអាចដាក់រូបភាព
cover នៅខាងក្រោយនេះឲ្យវាមានលក្ខណៈ professional បងប្អូនក៏អាចដូរពណ៌ដូររូបភាព profile របស់ខ្លួនឯងឲ្យ professional ដើម្បីឲ្យមានភាពទាក់ទាញហើយយើងក៏អាចផ្លាស់ប្ដូរព័ត៌មានផ្ទាល់ខ្លួនរបស់យើងបាទបានដែរបាទហើយដែលឡែកបើសិនជាយើងក៏លេខមកកន្លែង bookmark នេះគឺសំដៅទៅលើអចលនទ្រព្យមួយចំនួនដែលបងប្អូនចាប់អារម្មណ៍បងប្អូនគិតថាអចលនទ្រព្យនឹងល្អយើងចង់ជួលថ្ងៃក្រោយយើងអាច bookmark នឹងបានតើធ្វើម៉េចដើម្បី bookmark ត្រឡប់មកវិញទៅពេលដែលបងប្អូនមកទំព័រដើមយើងចាប់អារម្មណ៍ property ណាមួយយើងឃើញមានសញ្ញានេះយើងចុចលើវាទៅមានន័យថាយើង bookmark ហើយអញ្ចឹងបើឧទាហរណ៍ថាយើងចុច bookmark មានន័យថាយើង take note យើង save សម្រាប់យើងមើលទៅថ្ងៃក្រោយបើសិនជាយើងចុច bookmark មកវិញអាចលនទ្រព្យដែលយើងបាន bookmark ហ្នឹងគឺវានឹងរត់មកកន្លែងនេះឯងអញ្ចឹងដំណាក់កាលបន្ទាប់គឺ my property គឺជាកន្លែងដែលបងប្អូនអាចគ្រប់គ្រងអចលនទ្រព្យទាំងអស់របស់បងប្អូន active នេះគឺមានន័យថាទ្រព្យដែលកំពុងតែមាន rent out នេះមានន័យថាទ្រព្យដែលបានជួលចេញ pending នេះគឺទ្រព្យដែលកំពុងតែចរចារវាងអតិថិជនហើយនឹងម្ចាស់ទ្រព្យបាទហើយបើសិនជាក្នុងករណីយើងមានកន្លែង how to use នេះសម្រាប់បងប្អូនដែលចង់ដឹងពីរបៀបនៅក្នុងការប្រើប្រាស់ platform របស់យើងដែលឡែកដើម្បីឲ្យយើងអាចដាក់អចលនទ្រព្យយើងជួលគឺយើងអាចចុចពាក្យថា list your property នៅកន្លែងខាងឆ្វេងខាងស្ដាំដៃប៉ែកខាងលើនៅត្រង់ menu my property ឬមួយក៏យើងចុចនៅលើប៊ូតុងមួយ list your property នៅប៉ែកខាងឆ្វេងខាងលើបានគ្នាដែរយើងចុចលើប៊ូតុងណាក៏បានដែរនៅពេលដែលយើងចុចពាក្យថា list your property ពេលនោះគឺឃើញមានព័ត៌មានមួយចំនួនដែលបងប្អូនអាចបំពេញបានឧទាហរណ៍ main photo គឺជាព័ត៌មានគឺជារូបភាពគោលសម្រាប់បងប្អូនដាក់បញ្ចូលទៅដើម្បីឲ្យមានភាពទាក់ទាញ main photo គឺសំដៅទៅលើ photo ដែលបង្ហាញខាងមុខគេនេះយើងហៅថា main photo ហើយរូបភាពដទៃទៀតគឺជារូបភាពដែលបាទនេះគឺជា main photo ហើយនេះគឺជារូបភាពដទៃទៀតអញ្ចឹងត្រឡប់មកវិញបងប្អូនអាចជ្រើសរើសយករូបភាពណាដែលមានភាពទាក់ទាញហើយនឹងដាក់បញ្ចូលរូបភាពបន្ថែមសម្រាប់តាក់ទងជាមួយនឹងអចលនទ្រព្យរបស់បងប្អូនរហូតបានដល់10ដើម្បីឲ្យយើងអាចផ្ដល់ព័ត៌មានកាន់តែច្បាស់លាស់ជាក់លាក់ទៅដល់អតិថិជនបាទចំណងជើងបាទតម្លៃហើយនឹង unit នេះគឺសម្រាប់ condo ឬមួយក៏ apartment បាទបើសិនជាផ្ទះជាប្រភេទឃ្លាំងបងប្អូនអាចដាក់មួយ unit description នេះគឺជាព័ត៌មានលម្អិតពីអចលនទ្រព្យបាទហើយនឹងទីតាំងបាទបងប្អូនអាចជ្រើសរើសយកទីតាំងនេះគឺមិនបង្ហាញទីតាំងជាក់លាក់ទេគឺបង្ហាញទីតាំងនៅក្នុងខេត្តណានៅក្រុងណាហើយសង្កាត់ណាខណ្ឌណាហើយ category នេះគឺជាប្រភេទនៃទ្រព្យជា condo ឬមួយក៏ជា apartment ឬមួយក៏ជា villa បើសិនជា condo បងប្អូនចុចលើ condo ពេលនោះគឺនឹង load ផ្ទាំងមួយទៀតដែលអនុញ្ញាតឲ្យយើងជ្រើសរើសសម្ភារៈរបស់ condo ហ្នឹងថាតើមានអីបាទយើងគ្រាន់តែ tick ទេជាការស្រេចយើង tick បាទយើងជ្រើសរើសយើង tick បែបហ្នឹងមកហើយយើងចុចពាក្យថា save បន្ទាប់មកគឺយើងមាន property term នេះគឺជាលក្ខខណ្ឌនៅក្នុងការជួលតើបងប្អូនដាក់ជួលជាថ្ងៃជាសប្តាហ៍ប្រចាំខែ6ខែឬមួយក៏ជាប្រចាំឆ្នាំហើយនឹងខាងក្រោមនេះគឺជាព័ត៌មានតាក់ទងជាមួយនឹងទីកន្លែងដែលនៅក្បែរអចលនទ្រព្យយើងកំពុងតែជួលបងប្អូនព័ត៌មានទាំងអស់នេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អតិថិជននៅក្នុងការសម្រេចចិត្តជួលហើយបន្ទាប់មកគឺ term info នេះលក្ខខណ្ឌផ្សេងបើសិនបើមានបើសិនជាអត់ទេបងប្អូនចុចប៊ូតុង save គឺជាការស្រេចត្រឡប់មកវិញមុនពេលដែលយើងដាក់អចលនទ្រព្យដើម្បីជួលខ្ញុំលើកទឹកចិត្តឲ្យបងប្អូនបង្កើតbusiness page ជាមុនសិនតោះរបៀបនៅក្នុងការបង្កើត business page គឺបងប្អូនចុចទៅលើសញ្ញាព្រួយរាងមូលនេះបន្ទាប់មកគឺយើងឃើញពាក្យថា create new page បើសិនជាក្នុងករណីបងប្អូនមាន page ហើយវានឹង load page name នៅខាងក្រោមនេះប៉ុន្តែដោយសារយើងតែអត់ទាន់មានទេអញ្ចឹងយើងយកពាក្យថា create new page ដើម្បី create new page បានគឺព័ត៌មានប្រមាណព័ត៌មានទេខ្លីៗទេបាទដែលបងប្អូនបំពេញបាទទី1 page name ឧទាហរណ៍ថា David Realty បាទខ្ញុំដាក់ថា David Realty
អានេះគឺជាឈ្មោះ business របស់បងប្អូនណាបើសិនជាបងប្អូនមានក្រុមហ៊ុនបងប្អូនអាចដាក់ឈ្មោះក្រុមហ៊ុនរបស់យើងរបស់បងប្អូនបាន David តមក page បន្ទាប់មកយើងដាក់ page username របស់យើង David Realty ហើយ description អូខេ description នេះគឺសំដៅទៅលើព័ត៌មានសង្ខេបខ្លីពីអាជីវកម្មរបស់បងប្អូនថតថា we provide បាទ professional បាទ rental service អានេះខ្ញុំទៅសេខ្លីៗជាឧទាហរណ៍ទេប៉ុន្តែសម្រាប់បងប្អូនខ្ញុំលើកទឹកចិត្តឲ្យបងប្អូនសរសេរព័ត៌មានឲ្យបានល្អឲ្យមានភាពទាក់ទាញជាភាសាខ្មែរឬជាភាសាអង់គ្លេសទៅតាមប្រភេទអតិថិជនគោលដៅរបស់បងប្អូន hashtag នេះគឺបងប្អូនឧទាហរណ៍ថាបងប្អូនផ្ដោតទៅលើសេវាជួលអីឧទាហរណ៍ថាខ្ញុំផ្ដោតលើ condo សម្រាប់ជួលគឺយើងអាចវាយពាក្យថា condo for rent នេះ hashtag នេះសំខាន់ណាស់បងប្អូនទៅពេលដែលយើងជ្រើសរើសយក hashtag ដែលត្រឹមត្រូវគឺអនុញ្ញាតឲ្យព័ត៌មានអចលនទ្រព្យដែលយើងដាក់ជួលនឹងបានទៅដល់អតិថិជននឹងបានលឿនឥឡូវខ្ញុំជួល condo ខ្ញុំផ្ដោតលើ condo ហើយខ្ញុំក៏ផ្ដោតទៅលើ apartment ដែរអញ្ចឹងខ្ញុំយកពាក្យថា apartment for rent នេះគ្នាដែរអញ្ចឹងបន្ទាប់មកខ្ញុំចុចពាក្យថា continue នៅពេលណាដែលយើងចុចពាក្យ continue វានឹង pop up សារមួយបញ្ជាក់ថា page របស់លោកអ្នកបានបង្កើតហើយនេះគឺជា page របស់យើងដូចគ្នាជាមួយនឹង profile ដែរ page គ្រាន់តែវាមានលក្ខណៈពិសេសបន្តិចប៉ុន្តែនៅពេលដែលយើងបង្កើតហើយគឺបងប្អូនឃើញពាក្យថា switch page មានន័យថាឲ្យយើងដូរពីធ្វើការផ្លាស់ប្ដូរពីគណនីផ្ទាល់ខ្លួនទៅកាន់គណនីរបស់ page បាទយើងអាចចុចពាក្យ switch page នៅត្រង់ចំណុចនេះបានដូចគ្នាឬមួយក៏បើមិនអញ្ចឹងទេបងប្អូនចាំសញ្ញាព្រួយនេះបាទបងប្អូនអាចដូរទៅដូរមកបងប្អូនអាចធ្វើការដូរទៅដូរមកដោយចុចសញ្ញាព្រួយនេះដល់ពេលដែលបងប្អូនចុចមកយើងឃើញមាន page បាទឈ្មោះ page របស់យើងដល់ឡែកសម្រាប់ page នេះទៀតសោតគឺបងប្អូនអាចបង្កើតប្រមាណ page ក៏បានដែរឲ្យចូលទៅកាន់ page មួយគឺបងប្អូនអាចចុចទៅលើកន្លែងសញ្ញាព្រួយយ៉ាងមូលនេះបន្ទាប់មកគឺបងប្អូនជ្រើសរើសយកបងប្អូនអាចជ្រើសរើសយកឈ្មោះ page ដើម្បីចូលទៅកាន់ page របស់យើងបាទនៅពេលដែលយើងចុចមកកាន់ page របស់យើងគឺពេលនោះគឺយើងឃើញកន្លែងនេះបាទយើងឃើញកន្លែង profile នេះខាងឆ្វេងដៃខាងលើដូរពី profile name របស់យើង personal profile របស់យើងទៅជា profile business នេះបាទហើយបន្ទាប់មកកន្លែង profile នេះក៏វាដូរទៅជា profile របស់ page ដែរអញ្ចឹងយើងឃើញមាន property យើងអាចដាក់ព័ត៌មានលម្អិតអំពីអាជីវកម្មរបស់យើងអាច add hashtag យើងអាច add location លេខទូរស័ព្ទ email ឬមួយក៏តំណ link ទៅកាន់ social media ផ្សេងៗដូចគ្នាដែរដោយឡែកខាងនេះគឺជាកន្លែងដែលអតិថិជន review យើងបាទហើយរឿងដែលសំខាន់នៅពេលដែលយើងដូរទៅជា business page យើងឃើញមានកន្លែងដែលអាចឲ្យយើង advertise ហើយកន្លែងដែលយើងអាចគ្រប់គ្រងបងប្អូនកន្លែងនេះសំខាន់ណាស់នៅពេលដែលយើងចុចពាក្យថា manage គឺបងប្អូនអាច add moderator add user add បុគ្គលិកដើម្បីឲ្យជួយគ្រប់គ្រង page ហ្នឹងជំនួសយើងពួកយើងក្នុងនាមជា business owner យើងមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីមកតបសារអតិថិជនទេក្នុងករណីបងប្អូនមានបុគ្គលិកធ្វើការងារនៅក្រោមបង្គាប់របស់បងប្អូនយើងអាចចូលកន្លែង manage user នេះហើយយើងអាចធ្វើការ add moderator បានបាទឲ្យគ្រាន់តែចុចពាក្យថា add moderator បន្ទាប់មកយើងជ្រើសរើសយកឈ្មោះបុគ្គលិកដែលយើងចង់ add ខ្ញុំបញ្ជាក់បន្តិចដើម្បីយើង add បានគឺទាមទារឲ្យបុគ្គលិករបស់បងប្អូនមានគណនីជាមួយនឹង 24x rental ជាមុនសិនបាទបើសិនជាក្នុងករណីយើងចុចមកកន្លែង My Property កន្លែងនេះគឺអត់ទាន់មានព័ត៌មាន property ទេដោយសារតែ page របស់យើងទើបតែបង្កើតយើងអត់ទាន់មាន property ទេអញ្ចឹងដើម្បីយើងអាចដាក់ property របស់យើងជួលបានយើងអាចចុចពាក្យថា list your property ឬមួយក៏នៅប៉ែកខាងឆ្វេងដៃខាងលើឬមួយក៏ប៉ែកខាងស្ដាំដៃខាងលើបានដូចគ្នាអូខេអរគុណច្រើនអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងបញ្ចប់ត្រឹមហ្នឹងហើយនៅក្នុងវីដេអូបន្ទាប់ខ្ញុំនឹងបង្ហាញបងប្អូនពីរបៀបនៅក្នុងការដាក់អចលនទ្រព្យដើម្បីជួលនៅក្នុង platform 24x rental